ចឹងមិនគេថាចាស់គេថ្មីយើងចាស់គេហើយលើកទី1ហើយដែលខ្ញុំបានមកលេងកោះស្ដាច់ចឹងនៅក្នុងពេលដែលអ្នកទាំងអស់គ្នាឬក៏ប្រិយមិត្តមួយចំនួនក៏បានមកលេងមុនខ្ញុំហើយខ្ញុំទេអ្នកនៅភ្នំពេញលើកទី1ទៅបានមកភ្លក់រសជាតិនៅកោះស្ដាច់ខ្មែររបស់យើងហើយបទពិសោធន៍នៅទីនេះគឺពិតជាអស្ចារ្យមែនតើខ្ញុំឃើញបងប្អូនយើងគាត់ធ្វើវីដេអូក៏ដូចជាប្រិយមិត្តដែលបានធ្វើវីដេអូទៅលេងកោះស្ដាច់នេះវាធ្វើឲ្យខ្ញុំនឹងតបអារម្មណ៍អត់ជាប់ទេតាមពិតទៅខ្ញុំខានទៅលេងកោះ8ឆ្នាំដោយសារបទពិសោធន៍ចុងក្រោយដែលខ្ញុំទៅលេងកោះរ៉ុងគឺពិតជានិយាយមិនចេញទេពេលហ្នឹងគឺខ្យល់ខ្លាំងទឹករលកធំហើយទូកដែលជិះហ្នឹងគឺគាត់ព្យាយាមញាត់មនុស្សច្រើនធ្វើឲ្យទូកគាត់នឹងខូចក្តារផ្លូវហើយពេលហ្នឹងគឺរកតែបទោទេអ្នកនរគ្នាចាប់ពីពេលហ្នឹងមកខ្ញុំប្រាប់ខ្លួនឯងថាអត់ទៅលេងកោះម្ដងទៀតនោះទេចាំមិនគេថា never say never ទីបំផុតខ្ញុំមកលេងកោះស្ដេចដោយសារខ្ញុំពិតជាចាប់អារម្មណ៍ទៅលើការរស់នៅរបស់ប្រជាជនយើងនៅទីនេះអ្នកភូមិនៅទីនេះក៏ដូចជាទេសភាពនៅទីនេះវាពិតជាអស្ចារ្យមែនទែនតែពេលមកដល់គឺពិតជាមិនស្ដាយក្រោយឡើយដោយសារការជិះមកដល់កោះនេះគឺចំណាយពេលត្រឹមតែ5នាទីទេហើយដោយសារខាង resort គាត់អត់ចាត់ចែងទៅលើការដឹកអ្នកដំណើរដោយមានសុវត្ថិភាពហើយក៏ដូចជាសេវាកម្មដែលទទួលរីករាយរាក់ទាក់របស់ពួកគាត់គឺពិតជាកក់ក្ដៅមែនទែនការជិះពីភ្នំពេញមកខ្ញុំមកតាមផ្លូវលបឿនលឿនគឺចំណាយពេលប្រហែលជាខ្ទង់3ម៉ោងជាងដោយសារខ្ញុំបើកមួយទេបើកឈប់អញ្ចឹងទៅហើយថ្ងៃនេះខ្ញុំមកគេងនៅកោះអភិជន Resort ដោយសារនៅទីនេះគឺធំទូលាយហើយបន្ទប់ក៏ស្អាតផងដែរប៉ុន្តែចាំខ្ញុំទៅមើលផ្ទាល់ហើយណាមួយតម្លៃដែលខ្ញុំមកថ្ងៃនេះគឺគេ discount ដែរចឹងអាចថាបាន sale ច្រើនគួរសមចំណាយបរិយាកាសថ្ងៃនេះអាចថាស្រស់ថ្លាសម្រាប់ខ្ញុំវា fresh ដោយសាររលឹមស្រិចផងហើយបូកជាមួយនឹងទឹកសមុទ្រយើងខៀវស្រស់ស្អាតផ្ទៃមេឃយើងក៏ខៀវស្រស់ស្អាតហើយទឹកភូលនៅទីនេះក៏ខៀវស្រស់ស្អាតទៀតដោយអ្នកទាំងអស់គ្នាឃើញស្រាប់អញ្ចឹងហើយទៅលើមនុស្សមកគឺមិនច្រើនពេកទេមិនដូចថ្ងៃចូលឆ្នាំឡើយអញ្ចឹងប៉ុណ្នេះគឺខ្ញុំចូលចិត្តបែបស្ងប់ស្ងាត់ជាងហើយសម្រាប់អ្នកដែលចូលចិត្តមនុស្សច្រើនកកកយឃើញគ្នាកាន់តែសុបាយនេះគឺអាចមកថ្ងៃចូលឆ្នាំឬក៏ថ្ងៃសៅរ៍ថ្ងៃអាទិត្យបានហើយប៉ុណ្នេះគឺខ្ញុំចូលចិត្តហើយដោយសារខ្ញុំទៅការថតវីដេអូផងហើយក៏មានជួបបងប្អូនក៏ដូចជាប្រិយមិត្តអ្នកស្គាល់ដែរបាទសួស្តីហើយសប្បាយចិត្តដែរដែលគាត់បានហៅហើយក៏បានថតរូបលេងជាមួយពួកគាត់ភាសាគ្នាតិចតួចអ្នកគាត់ក៏សួរតាក់ទងជាមួយនឹង iPhone 17 AI អញ្ចឹងទៅហើយឆ្លៀតពេលហ្នឹងខ្ញុំក៏ថតវីដេអូ sample ទូរស័ព្ទនេះថាមកនេះគឺមិនមកតែដើរលេងទេគឺមកធ្វើការដែរដោយសារយើងនៅមានទូរស័ព្ទ 3-4 គ្រឿងទៀតដែលរៀបនឹងចេញនៅដើមខែក្រោយហ្នឹងហើយបញ្ជាក់ម្ដងទៀតដោយសារមកទីនេះមានប្រិយមិត្តគាត់ច្រឡំខ្ញុំជាមួយនឹងប្អូនប្រុសច្រើនហើយក៏មានប្រិយមិត្តនៅភ្នំពេញតាមបណ្ដាខេត្តក៏នៅតែច្រឡំច្រើនថាអីបើនេះអ្នក live លោកកៅអៅនឹងមែនទេតាមពិតប្អូនខ្ញុំទេហើយអ្នកទាំងគ្នាអាចឃើញផ្ទាល់បានអញ្ចឹងយើងស្រស់ស្រោមហើយយើងដើរទៅកាន់បន្ទប់នៅទីនេះអ្នកទាំងគ្នាអាចថាធំយ៉ាងធំមែនតើសម្រាប់បបិសោដែលគេងសម្រាប់ខ្ញុំហ្នឹងក្រៅគេងក៏ធំ view ធំហើយយើងបើកវាំងននមកយើងឃើញទេសភាពខាងក្រោយនេះគឺមានអាងហែលទឹកតូចមួយហើយយើងអាចដើរចុះទៅមួយទឹកនៅក្នុងសមុទ្រផ្ទាល់ក៏បានមានកន្លែងអង្គុយញ៉ាំអាហារខ្ញុំស្រឡាញ់បន្ទប់ដែលពេញទៅដោយព្រីភ្លើងនឹងតែម្ដងអត់ខ្វះព្រីភ្លើងទេអ្នកទាំងគ្នាហើយបើកទ្វារចូលមកគឺជាបន្ទប់ដាច់ដោយឡែកមួយទៀតដែលមានបង្គន់ UV ក៏ដូចជាកន្លែងងូតទឹកផ្កាឈូកហើយនឹងត្រាំទឹកអញ្ចឹងទៅបន្ទាប់មកភីហ្សាដែលខ្ញុំកំងហ្នឹងគឺមកដល់ហើយឃើញអញ្ចឹងទេប៉ុន្តែរសជាតិឆ្ងាញ់របស់គេហើយថាបែបសមុទ្របែប BBQ អញ្ចឹងតែហើយរាល់វីដេអូដែលអ្នកទាំងគ្នាកំពុងឃើញនេះគឺខ្ញុំថតចេញពីកាមេរ៉ាផងពី Osmo ផងក៏ដូចជាទូរស័ព្ទផងហើយខ្ញុំប្រើឧបករណ៍មួយនេះសម្រាប់គៀបជាប់ជាមួយនឹងទូរស័ព្ទរបស់ខ្ញុំយើងអាចឆក់ជាប់ជាមួយនឹងទូរស័ព្ទដែលមាន MagSafe ក៏បានឬក៏អ្នកដែលប្រើ Android អាចមានកងដែលគេដាក់មកក្នុងប្រអប់ហ្នឹងដាក់ជាមួយនឹង case វាឆក់ជាប់បងនេះគ្នាវាល្អមែនតើខ្ញុំអាចឆ្លាស់វាប្រើបដូរ shot ឬក៏ដាក់ក្នុងឡានដាក់ជាប់កញ្ចក់អញ្ចឹងទៅដូចប្លង់នេះខ្ញុំដាក់ជាប់ជាមួយនឹងកញ្ចក់ដោយសារខ្ញុំត្រូវការថតពីកៅពំមាត់ហ្នឹងហើយដោយសារថ្ងៃដែលខ្ញុំថត Cambodia Now នៅតាម mall ខ្ញុំឃើញឧបករណ៍កៅពំមាត់ហ្នឹងគឺដោយចៃដន្យតែម្ដងដោយសារអ្នកលក់គឺអត់ដែលថតផុសហ្នឹងទេអញ្ចឹងឧបករណ៍នេះគឺអាចដកគម្របដាក់ឆក់បាននិងសម្អាតបានស្រួលវាក៏មិនចូលទឹកវាមានប៊ូតុងមួយដែលចុចបិទបើកវាមានកម្លាំងខ្លាំងហើយវាក៏មិនមុតទៅដល់សាច់ស្បែកដែរវាស្រួលប្រើមែនតើតម្លៃក៏ធូរដូចគ្នាអ្នកទាំងគ្នាសម្រាប់ប្រិយមិត្តឬក៏បរិសយើងដែលអត់ចូលចិត្តទុកពុកមាត់ចង់រក្សាភាពក្មេងអាចទៅរកបាននៅតាម mall បន្ទាប់មកខ្ញុំក៏ធ្វើដំណើរទៅរកកង់3ជិះ
តែសារខ្ញុំចង់ជីធัวកំសាន្តតាមភូមិខ្ញុំពិតជាចង់ឃើញការរស់នៅរបស់ប្រជាជននៅទីនេះមែនតើអ្នកទាំងអស់គ្នាហើយខ្ញុំស្រឡាញ់ខ្យល់អាកាសល្អនៅទីនេះក៏ដូចជាប្រជាជននៅទីនេះគឺគាត់រស់រាយរាក់ទាក់មែនតើអាចថានេះជាលើកដំបូងរបស់ខ្ញុំអត់ដឹងថារៀបរាប់យ៉ាងណានោះទេអ្នកដែលនៅទីនេះពួកគាត់ពិតជាស្វាគមន៍ហើយក៏អរគុណដែរសម្រាប់អ្នកគ្រប់គ្រងក៏ដូចជាពូមីងដែលគាត់បានហៅគាត់បានស្គាល់អ្វីដែលខ្ញុំអាចឃើញបានគឺនៅទីនេះមានការអភិវឌ្ឍការរស់នៅរបស់ប្រជាជននៅទីនេះគឺមានអនាម័យល្អយើងឃើញថាតាមផ្លូវគឺស្អាតមិនសូវមានសម្រាមនោះទេហើយបើតួនេះគឺជាភូមិមែនក៏ប៉ុន្តែការលក់ដូរក៏ដូចជាហាងល្បីៗគឺមានអ្នកទាំងអស់នេះមានដូចជាហាងកាហ្វេហាងម្ហូបហាងលក់ស្រាក្រហមនេះគឺមានហើយក៏ដូចជាការលក់បន្លែផ្លែឈើសេវាកម្មមួយចំនួនតាក់ទងជាមួយនឹងការរៀបចំដេក័រអ៊ុតអីហ្នឹងគឺមានមកកំ plei ចាំមិនន័យថាយើងមកនៅទីនេះមែនប៉ុន្តែអត់មានអារម្មណ៍ថាយើងនៅទីកន្លែងដាច់ស្រយាលនោះទេហើយទាំងសេវាអ៊ីនធឺណិតអីគឺមានប្រើពេញលេញផងដែរជាពិសេសគឺមិនទីពេទ្យនិងសាលារៀនគឺពិតជាចំណុចល្អមែនតើហើយជីកាត់តាមផ្លូវនេះខ្ញុំធំខ្លួនអីឈ្ងុយហ្នឹងងាកទៅក៏ឃើញបងប្រុសគាត់កំពុងតែឆក់អាំងមឹកខ្ញុំសំពូកង់3ណាគាត់ឈប់មកផ្លែតមកខ្ញុំចោះទៅមើលផ្ទាល់ហើយពេលហ្នឹងហើយបងប្រុសគាត់កំពុងតែអាំងលក់មឹកនៅតាមផ្លូវហ្នឹងដឹងគាត់ប្រឡាក់គ្រឿងអីទេតែសួរគាត់ទៅគាត់ថាវាជាគ្រឿងពិសេសវាឈ្ងុយមែនតើអ្វីដែលជារឿងល្អអាចថាល្អសម្រាប់ខ្ញុំដោយសារខ្ញុំពិតជាចង់សាកមឹកហ្នឹងគឺនៅសល់តែ10ចង្កាក់ដែលខ្ញុំកំពុងចង់ក្រោយហ្នឹងគឺអស់គាត់ឈប់លក់ហើយអ្នកមកតាមផ្លូវរកទិញអីហ្នឹងគឺអត់មានទៀតនោះទេពេលនេះមឹកយើងឆ្អិនហើយខ្ញុំសាកផ្ទាល់ពិតជាគេថារសជាតិប្លែកដែលខ្ញុំអាចទទួលយកបានគឺឆ្ងាញ់តម្លៃក៏ធូរហើយសាច់មឹកក៏ស្រស់ទៀតផងបន្ទាប់មកខ្ញុំក៏ឡើងកង់3ជាបន្តទៀតចង់ដឹងថាម្ដុំនឹងគេមានអីខ្លះទៀតយើងឃើញថាមានបងប្អូនក៏លក់ម្ហូបតាមផ្លូវយើងឃើញមានកន្លែងស្នាក់នៅដែលមានតម្លៃធូរក៏ដូចជាមានកន្លែងឈប់លំហែអង្គុយលំហែញ៉ាំអាហារអញ្ចឹងតែជាមួយទេសភាពស្រស់ស្អាតនៅពេលថ្ងៃរៀបលេខទៀតផងអញ្ចឹងពិតជាតាក់ទាញភ្នែកមែនតើហើយជាបន្តទៀតខ្ញុំឆ្លងមកដល់វត្តកែវមរកតអ្នកទាំងគ្នាដែលដឹងឈ្មោះច្បាស់ជាងនេះអាចជួយប្រាប់ខ្ញុំផងបន្ទាប់មកខ្ញុំត្រឡប់មកកាន់កន្លែងគេងវិញហើយនៅជុំវិញកន្លែងគេងហ្នឹងគឺមានកូនត្រីហាលកាត់ហ្នឹងគឺស្អាតមែនតើនៅក្នុងម៉ោង4ហ្នឹងណាទេសភាពគឺស្អាតហើយឆ្លៀតពេលហ្នឹងយើងដូរកៅអញ្ចឹងទៅហើយឆ្លៀតពេលហ្នឹងខ្ញុំថត product review បន្ថែមតែនឹងចាំបង្ហាញនៅក្នុង video review ពេញហើយ client ក៏ order pasta ហើយរសជាតិនៅទីនេះចុងភៅក៏ធ្វើបានក៏មានស្នាដៃក៏ធ្វើបានល្អរសជាតិគឺឆ្ងាញ់ខ្ញុំអាចឲ្យមានដៃបានហើយល្ងាចនេះអាចថាខ្ទង់ម៉ោង5ហើយអ្នកទាំងអស់គ្នាយើងអង្គុយមើលទេសភាពចឹងទៅអង្គុយគិតពីការងារធ្វើបន្តអង្គុយកែ pin point ចំណុចដែលខ្ញុំត្រូវធ្វើជាមួយនឹងវីដេអូហ្នឹងក៏ដូចជារបរដែលត្រូវធ្វើបន្ទាប់គិតអ្នកទាំងអស់គ្នានេះគឺជាពេលដែលល្អដែលយើងអាចអង្គុយបានមើលទេសភាពគិតពីជីវិតខ្លួនឯងអនាគតគិតពីអ្នកនៅជុំវិញខ្លួនហើយដល់ម៉ោង6ល្ងាចខ្ញុំក៏ឆ្លៀតពេលខ្សាក់ងូតទឹកអាំងទូចហ្នឹងឃើញថា relax គួរសមគាត់ថាវារៀងតិចបន្តិចបន្ទាប់មកខ្ញុំដើរទៅញ៉ាំអាហារនៅ restaurant នៅលើហ្នឹងអាហារនេះទីនេះគឺឆ្ងាញ់អ្នកទាំងគ្នាអាចថាស្ទើរតែគ្រប់មុខហើយណាមួយបើនិយាយពីគ្រឿងសមុទ្រគឺស្រស់មែនតើតែជាក់ស្ដែងខ្ញុំមិនអ្នកជំនាញគ្រឿងសមុទ្រមែនទេគ្រាន់តែថាចុងភៅនេះទីនេះគឺគាត់ធ្វើបានល្អសេវាកម្មគឺរាក់ទាក់ល្អមែនតើហើយខ្ញុំក៏ត្រឡប់មកបន្ទប់វិញឆ្លៀតថត selfie មួយនៅពេលយប់ហើយពេលហ្នឹងហើយជាពេលដែលថាអូខេយើងបិទប៉ុសហើយយើងសម្រាប់ភ្លៀងនៅតែបន្តរលឹមអញ្ចឹងទៅមានផ្គរលាន់អញ្ចឹងទៅយើងស្ដាប់បទដែលយើងចូលចិត្តអីអញ្ចឹងទៅហើយអាចបិទភ្នែកគេងបានថ្ងៃទី2ជាថ្ងៃដែលខ្ញុំត្រូវត្រឡប់មកភ្នំពេញវិញដោយសារយើងមានការងារត្រូវធ្វើបន្ទាប់ទៀតហើយឆ្លៀតពេលយើងខ້ອຍគុនទេសភាពបន្តិចទៅឃើញថាទេសភាពពេលថ្ងៃរៀបរះហ្នឹងគឺពិតជាស្រស់ស្អាតមែនតែនហើយសំឡេងទឹករលកគឺពិតជាផ្ដល់អារម្មណ៍ស្រស់ថ្លាសម្រាប់ការចាប់ផ្ដើមថ្ងៃទី2របស់ខ្ញុំឆ្លៀតពេលហ្នឹងខ្ញុំក៏តេស្ត flow C13 បន្ថែមថតបន្ថែមហើយយើងធ្វើដំណើរទៅរកម៉ូតូទៅជួលម៉ូតូនេះទាំងអស់គ្នាអញ្ចឹងយើងញ៉ាំអាហារពេលព្រឹកហើយយើងធ្វើដំណើរទៅរកម៉ូតូជិះហេងអ្នកទាំងអស់គ្នាឃើញសង្ហានណាស់ជាម៉ូតូដែលខ្ញុំស្រឡាញ់តែអត់ដែលបានទិញទេកាលមុនយើងទិញតែ click អីចឹងតែជំនាន់2009 2010អត់ដែលបានជិះ Air Blade ទេតែឥឡូវនេះបានអ្នកធ្វើការនៅ resort ហ្នឹងក៏ទៅរកម៉ូតូ Air Blade បានជិះឲ្យបានសម្រេចតែម្ដងអ្វីត្បិតតាស្ថានភាពនៅរៀងស្រកសម្រស់បន្តិចប៉ុន្តែកម្លាំងក៏ដូចជាការបើកអីនៅស្ទុះគួរសមហ
ហើយលើកទី1អ្នកទាំងអស់គ្នាលើកទី1ហើយដែលខ្ញុំចាប់ដើមជិះម៉ូតូឡើងវិញដោយសារបើគិតទៅខ្ញុំខានជិះម៉ូតូយូរហើយជិះម៉ូតូបដាយើងមើលឃើញទេសភាពការបើករបស់ខ្ញុំវានៅជីកាអាចថាយើងនៅការចងចាំហើយប្រិមិត្តខ្លះក៏ជាគិតថាឆនស័យបើកម៉ូតូសោះធ្វើមើលទៅបើកអត្រាក់ទ័រអីពិបាកមែនទេគឺដោយសារនេះដូចជាការដាស់បានន័យថាការចងចាំឡើងវិញចឹងសម្រាប់ខ្ញុំធម្មតាយើងជិះឡើងទៅធ្វើការហើយដល់ពេលដែលមកជិះម៉ូតូម្ដងទៀតចឹងខ្ញុំមានអារម្មណ៍ថាសប្បាយអ្នកទាំងគ្នាសប្បាយមានអារម្មណ៍ថាដូចត្រឡប់ទៅការយើងរៀនការនៅសក់វែងជិះតាមផ្លូវចឹងណាមើលគេតាមសួរនេះចឹងទៅអារម្មណ៍ដូចត្រឡប់មកវិញច្រើនហើយមួយការជិះមើលតាមភូមិតាមឆ្នេរសមុទ្រចឹងទៅមើលការរស់នៅរបស់ប្រជាជនឃើញថាវាធ្វើឲ្យអារម្មណ៍ខ្ញុំទទួលបានភាពបានថាដូច restart ឡើងវិញធ្វើឲ្យយើងកាន់តែយល់ច្បាស់ពីការរស់នៅរបស់ប្រជាជននៅទីនេះហើយក៏អធិស្ឋានទៅដល់បងប្អូនក៏ដូចជាពុះមិញដែលគាត់ស្គាល់បានហៅពេលខ្លះបើកហួសហើយគាត់ក៏ជិះហួសគាត់ហៅចឹងទៅយើងអត់បានឈប់និយាយគ្នាទេឬក៏អ្នកខ្លះដែលខ្ញុំអត់បានស្ដាប់ឮឯនឹងសូមអធិស្ឋានអ្នកទាំងគ្នាពិតជាសប្បាយចិត្តដែលបានជួបប៉ុន្តែបើសិនជាមានឱកាសលើកក្រោយទៀតខ្ញុំនឹងទៅលេងម្ដងទៀតហើយជួបហៅទៅអ្នកទាំងអស់គ្នាបើសិនជាឃើញហៅទៅអត់អីទេខ្ញុំចូលចិត្តការរាប់អានខ្ញុំស្រឡាញ់ប្រជាជនយើងដូចគ្នាស្រឡាញ់អ្នកទាំងអស់គ្នាអ្នកគ្រប់គ្រងដូចគ្នានិយាយរួមនេះគឺជាបទពិសោធន៍ដ៏ប្លែកបំផុតរបស់ខ្ញុំប្រហែលឆ្នាំចុងក្រោយនេះដោយសារទូទៅខ្ញុំទៅខាងសៀមរាបខាងបាត់ដំបងកំពតហើយទៅដូចជាមណ្ឌលគិរីអញ្ចឹងតែលើកនេះខ្ញុំបានមកលេងកោះកុងខ្ញុំបានឃើញការរស់នៅប្លែកការរកស៊ីប្លែកឃើញពីអ្នកមកលេងដែរក៏ដូចជាទេសចរគាត់មកលេងទីនេះច្រើនបើទោះជានៅលើកោះមែនតែមានអ្នកមកលេងច្រើនជាពិសេសអ្នកអញ្ជើញមកពីភ្នំពេញនឹងហើយអ្នកស្គាល់នឹងហើយនេះគឺជាការជិះលេងនៅម៉ោងដែលបញ្ញាប់មែនតើដោយសារយើងត្រូវចេញម៉ោង2ខ្ញុំពិតជាចង់ផ្តិតយកទេសភាពឯអស់ថតយក sample ពីទូរស័ព្ទបន្ថែមក៏ដូចជាព្យាយាម scan មើលកន្លែងណាដែលចន្លោះដែលខ្ញុំមិនបានដើរអស់ផងដែរតែនៅតែដើរមិនទាន់អស់នោះទេអ្នកនរគ្នាមានអារម្មណ៍ថាលឿនខ្លាំងមែនតើតែដោយសារតែយើងមកលេងសប្បាយចិត្តដែរសប្បាយចិត្តក្នុងការមកលេងនៅទីនេះបន្ទាប់មកដល់ម៉ោងនេះខ្ញុំត្រូវត្រឡប់ទៅវិញត្រូវជិះទូកទៅវិញអញ្ចឹងខ្ញុំឆ្លៀតជិះចូលតាមវត្តកៅមរកតជិះទៅមើលម្ដងទៀតដោយសារខ្ញុំមាននិស្ស័យជាមួយព្រះពុទ្ធសាសនាហើយខ្ញុំនៅតែជឿថាធ្វើល្អបានល្អធ្វើមិនល្អបានមិនល្អអញ្ចឹងយើងខំប្រឹងធ្វើការខំប្រឹងរកស៊ីយើងខំប្រឹងចែករំលែកអានេះគឺជាអ្វីដែលយើងអាចធ្វើបានក៏ដូចជាយើងនឹងទទួលបានផលល្អនៅថ្ងៃខាងមុខផងដែរឥឡូវដល់ពេលដែលយើងត្រូវត្រឡប់មកវិញហើយយើងទៅកាន់តាមម៉លកន្លែងដែលយើងចេញមកវិញហើយបបិសោនៅទីនេះគឺពិតជាល្អមែនតើខ្ញុំពិតជានៅចងចាំច្រើនក្នុងពេលដែល record សំឡេងវីដេអូហ្នឹងក៏ខ្ញុំនៅតែឃើញទស្សនវិជ្ជានឹងឡើងវិញមានអារម្មណ៍ថាចង់ទៅម្ដងទៀតបើមានឱកាសទៅជាលើកទី2ទី3ម្ដងទៀតខ្ញុំស្រឡាញ់ទីនេះស្រឡាញ់ទេសភាពនៅក្នុងប្រទេសយើងហើយក៏អរគុណទៅដល់ប្រិយមិត្តនៅទីនេះក៏ដូចជាបងប្អូនខ្មែរយើងដែលគាត់បានស្គាល់ក៏បានជួយសម្រួលក៏ដូចជាសេវាកម្មរបស់ resort ផងដែរក៏ពិតជារស់រានរាក់ទាក់មែនទែនហើយម្ដងទៀតអរគុណសម្រាប់ការទស្សនាហើយនេះមិនមែនជា video review ទេអ្នកទាំងអស់គ្នាអញ្ចឹងអាចថាខ្ញុំក៏អត់មាន plan គ្រោងទុកនឹងធ្វើ video នេះដែរអញ្ចឹងបើមានកំហុសខុសឆ្គងការនិយាយកន្លែងណាមួយខុសឬក៏មិនត្រូវសូមអ្នកទាំងអស់គ្នាអធិស្ឋាននិងជួយ comment នៅ video ខាងក្រោមជួយកែលម្អវិញផងដោយរំដងខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត